នៅក្នុងស្ថានភាពសេដ្ឋកិច្ចដែលកំពុងមានការប្រែប្រួលនិងមិនសូវនឹងនៅដូចបច្ចុប្បន្នការចេះគ្រប់គ្រងលំហូរលុយគឺជាជំនាញដ៏សំខាន់បំផុតមនុស្សពូកែមិនមែនជាមនុស្សដែលមិនហ៊ានចាយលុយទាល់តែសោះនោះទេប៉ុន្តែជាមនុស្សដែលដឹងថាគួរចាយលើអ្វីដើម្បីជៀសផុតពីវិបត្តិហិរញ្ញវត្ថុនិងសាងភាពរឹងមាំសម្រាប់ថ្ងៃអនាគត3ចំណុចដែលលោកអ្នកគួរវិនិយោគ1ចាយលុយរៀនជំនាញរឹងត្រូវហ៊ានចំណាយលុយរៀនជំនាញណាមួយដែលឲ្យច្បាស់ជំនាញបង្កើតចំណូលជំនាញកាត់វីដេអូជំនាញលក់ជំនាញសរសេរជំនាញជួសជុលជំនាញកាត់ដេរជំនាញធ្វើនំជំនាញចម្អិនម្ហូបជំនាញគណនេយ្យជាដើមបើមានដងស្រាប់កាន់តែប្រសើរអ្នកត្រូវដឹងថាមនុស្សគ្រប់រូបសុទ្ធតែមានឱកាសបង្កើតចំណូលដោយខ្លួនឯងបាននៅពេលដែលអ្នកមានជំនាញរឹងមួយជាក់លាក់និងអភិវឌ្ឍជាប្រចាំឲ្យខ្លាំងពីមួយកម្រិតទៅមួយកម្រិតរហូតដល់អាចបំបែកចំណុចនោះឲ្យក្លាយជាអាជីពនិងរកប្រាក់ចំណូលបាន2ចាយលុយរៀនជំនាញទន់ក្រៅពីជំនាញបង្កើតចំណូលមនុស្សគ្រប់រូបសុទ្ធតែត្រូវការជំនាញទន់មួយចំនួនដូចជាជំនាញដោះស្រាយបញ្ហាជំនាញច្នៃប្រឌិតជំនាញគ្រប់គ្រងមនុស្សជំនាញគ្រប់គ្រងអារម្មណ៍និងជំនាញចរចាជាដើមទើបអាចប្រកបការងារអ្វីមួយបានល្អប្រសើរដូច្នេះចូលកុំស្ដាយលុយក្នុងការអភិវឌ្ឍជំនាញទន់ទាំងនោះព្រោះវាសុទ្ធតែសំខាន់សម្រាប់ជួយអ្នកដោះស្រាយបញ្ហាផ្សេងៗ3ចាយលុយបង្កើតទំនាក់ទំនងមនុស្សដែលពូកែរស់ស៊ីពូកែលក់ដូរភាគច្រើនសុទ្ធតែជាមនុស្សពូកែទំនាក់ទំនងកុំខ្លាចក្នុងការវិនិយោគបង្កើតទំនាក់ទំនងល្អៗជាមួយមនុស្សមានគុណភាពមានចំណេះដឹងជំនាញច្បាស់លាស់មានសន្តានចិត្តចែករំលែកតាមរយៈការចូលរួមសិក្ខាសាលាឬវគ្គបណ្ដុះបណ្ដាលផ្សេងៗមនុស្សទាំងអស់សុទ្ធតែជាធនធានដ៏សំខាន់ជាអ្នកគាំទ្រដ៏មានឥទ្ធិពលដែលអាចជួយអ្នកក្នុងកលៈទេសៈចាំបាច់ណាមួយរឿងទាំង3ខាងលើគឺជាជំនាញគ្រឹះដ៏សំខាន់ដែលមនុស្សគ្រប់រូបគួរមានព្រោះវាជាទុនដែលអាចជួយឲ្យកិច្ចការផ្សេងៗរបស់អ្នកសម្រេចបានតាមបំណង